You know, sometimes we hear people say, if you do this one thing, it will change your life. ជួនកាលមានគេនិយាយថាមានតែគេព្យាយាមឲ្យកលឹះទៅយើងអូបើយើងធ្វើតាមមុខនេះវានឹងផ្លាស់ប្រែជីវិតរបស់អ្នក And you know, there's some truth in that. ហើយជួនកាលវាជាការពុតខ្លះមែន There's some principles in the Bible that if we do them, it will radically change our lives. ហើយមានគោលការណ៍ខ្លះនៅក្នុងព្រះគម្ពីរបើយើងអនុវត្តតាមវានឹងផ្លាស់ប្រែជីវិតរបស់យើងមែន God has plans for us. Satan also has plans for us. ព្រះជាម្ចាស់មានគម្រោងការសម្រាប់យើងមានសាតាំងក៏វាមានគម្រោងការរបស់វាដែរ And he also has some things. If he can get us to do this one thing, it will radically change our lives. មានសាតាំងវាមានកលឹះរបស់វាដែរវាដឹងថាបើវាទាញយើងឲ្យធ្វើកិច្ចការតែមួយនេះវានឹងផ្លាស់ប្រែជីវិតរបស់យើង But the things that God has for us, they will change our lives for the better. The things that Satan has for us, they will change our lives for the worse. ប៉ុន្តែអ្វីដែលព្រះជាម្ចាស់មានសម្រាប់យើងកលឹះគោលការណ៍ដ៏ព្រះអង្គបង្រៀនសម្រាប់ជីវិតរបស់យើងនឹងបំផ្លាស់បំប្រែជីវិតរបស់យើងប៉ុន្តែបំផ្លាស់បំប្រែឲ្យល្អប៉ុន្តែល្បិចដែលមានសាតាំងមានបើយើងធ្វើតាមបំផ្លាញជីវិតរបស់យើងទៅវិញ And today we want to talk about the hook, the bait that Satan has that he dangles in front of us to get us to take it that will drastically make our lives worse. ដូច្នេះថ្ងៃនេះយើងចង់រៀនអំពីនួយរបស់មានសាតាំងខ្លះដែលវាដាក់នៅមុខយើងដើម្បីទាញយើងឲ្យចេញពីព្រះជាម្ចាស់ដើម្បីធ្វើឲ្យជីវិតរបស់យើងអន់ថយ And if we take that bait, he pulls it in like fishing, okay? Pulls it in and takes us away from God's plans for our lives. ហើយដូចនៅពេលដែលយើងស្ទូចត្រីមានសាតាំងវាមាននួយរបស់វាហើយបើយើងស៊ីនួយនឹងហើយវាអូសទាញយើងទៅខាងវាឲ្យចេញពីគម្រោងការដែលព្រះអង្គមានសម្រាប់ជីវិតរបស់យើង And the bait that Satan hangs in front of us is unforgiveness. ហើយនួយមួយដែលមានសាតាំងដាក់នៅមុខយើងគឺការមិនលើកលែងទោសគ្នា When we take offense, when we hold on to ways that we have been hurt and we keep them and don't forgive, that's the bait that Satan makes Satan very happy. ឬការអន់ចិត្តការដែលយើងមានន័យថារងគ្រោះឬការយើងជូរចាប់ដោយសារនរណាម្នាក់ហើយយើងរក្សាការជូរចាប់នឹងឲ្យវាទៅជាល្វីងនៅក្នុងជីវិតយើងរក្សានឹងហើយមានសាតាំងវាចាប់យើងជាប់ I want to give you a couple of examples of what I mean about how God's principles change our lives for the better and Satan's principles change our lives for the worse. ខ្ញុំចង់ឲ្យឧទាហរណ៍ពីរ3អំពីរបៀបដែលគោលការណ៍របស់ព្រះជាម្ចាស់ធ្វើឲ្យជីវិតរបស់យើងល្អប្រសើរហើយនឹងល្បិចឬការគោលការណ៍របស់មានសាតាំងបំផ្លាញយើងទៅវិញ For example, in the area of finance, God's principles are if you tithe and save, it will radically change your life for the better, your financial life. តេតឹងជាមួយនឹងអរញ្ញវត្ថុរបស់យើងព្រះជាម្ចាស់គោលការណ៍របស់ព្រះជាម្ចាស់គូឲ្យយើងដាក់ដងវាយទៅព្រះអង្គ1ពី10ហើយឲ្យសន្សំនេះជារបៀបរបស់ព្រះអង្គហើយធ្វើឲ្យជីវិតរបស់យើងល្អប្រសើរ And Satan's principles are he wants to get us into debt, too much debt, okay, over debt, and have us spend irresponsibly, then he is very happy. That's his plan for our lives financially. ប៉ុន្តែល្បិចគម្រោងការរបស់មានសាតាំងគឺតាក់ទាញយើងចង់បានអានេះចង់បានអានោះរហូតដល់យើងចំពាក់លុយគេយើងចាយហួសសមត្ថភាពរបស់យើងហើយយើងទៅជាជាប់វិញ And the bait that he puts in front of us is look at this new thing. Look at this fun thing. You can buy this. You can take another loan. Okay? And he puts those baits and it makes our lives worse. ហើយនួយរបស់វាជាអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាទូរស័ព្ទថ្មីឬក៏ជាអ្វីដែលទំនើបអ្វីដែលស្អាតអ្វីដែលលុយហើយវាទាញយើងចង់បានទោះបីយើងអត់មានលុយគ្រប់យើងសុខចិត្តខ្ចីទិញឲ្យមានអាហ្នឹង Another principle in the Bible, God's principles are love God, love people. Your life will be great. ហើយគោលការណ៍របស់ព្រះជាម្ចាស់គូឲ្យយើងស្រឡាញ់ព្រះជាម្ចាស់អស់ពីចិត្តរបស់យើងហើយស្រឡាញ់មនុស្សហើយបើយើងធ្វើតាមគោលការណ៍នេះយើងមានប្រពោរបស់ព្រះអង្គនៅក្នុងជីវិតរបស់យើងជីវិតរបស់យើងល្អប្រសើរ Satan has a principle. Ignore God and use people. That's his plan for your life. តែរបៀបរបស់មានសាតាំងគឺមិនទទួលស្គាល់ព្រះជាម្ចាស់ពងុយកន្តើយជាមួយព្រះជាម្ចាស់ហើយប្រើមនុស្សឲ្យចំណេញឲ្យប្រយោជន៍សម្រាប់ខ្លួនឯង And we see this all through the Bible. In the Old Testament there was 42
kings. ហើយយើងឃើញគោលការណ៍នេះគឺនៅក្នុងព្រះគម្ពីរនៅក្នុងសម្ព័ន្ធមេត្រីចាស់មានស្ដេចនៅក្នុងអ៊ីស្រាអែល42ស្ដេច Kings, yes. Yeah. Some of them good, some of them not so good. ហើយក្នុង42អង្គហ្នឹងមានអ្នកខ្លះដ៏ល្អមានអ្នកខ្លះដ៏អត់សូវល្អ And we see every single time, 100% of the time, when the king loved God and loved people, the nation was at peace and healthy and prosperous. ហើយយើងឃើញក្នុងឧទាហរណ៍នៃអង្គទាំង42អង្គហ្នឹងនៅពេលដែលស្ដេចស្រឡាញ់ព្រះជាម្ចាស់ហើយស្រឡាញ់យកចិត្តទុកដាក់ជាមួយប្រជាជនរបស់គាត់ប្រទេសរបស់គាត់រីកចម្រើន And we see other examples of where the king ignored God and used the people, and the nation went down, and often they ended up in slavery in another country. ប៉ុន្តែនៅពេលដែលស្ដេចអត់ដើរតាមព្រះជាម្ចាស់អត់ស្ដាប់តាមព្រះជាម្ចាស់អត់ស្រឡាញ់ព្រះជាម្ចាស់ហើយសកត់ស្កិនប្រជារាស្ត្ររបស់គាត់ប្រើសម្រាប់ប្រយោជន៍ខ្លួនឯងយើងឃើញប្រទេសជាតិទាំងមូលអន់ថយហើយជាញយមានសត្រូវរបស់គេមកយកឈ្នះហើយចាប់គេជាប់ជាឆ្លួយទៅស្រុកក្រៅវិញ Okay? So love God, love people. It's a solid principle, and if you walk out the doors after church today and look on the wall, you will see it there. It's one of our core values. Love God, love people. អញ្ចឹងស្រឡាញ់ព្រះជាម្ចាស់ហើយស្រឡាញ់មនុស្សគឺជាគុណតម្លៃរបស់ព្រះជាម្ចាស់ជាច្បាប់របស់ព្រះជាម្ចាស់ហើយជាគុណតម្លៃនៃក្រុមជំនុំរបស់យើងហើយប្រសិនជាយើងចេញទៅក្រៅទ្វារនេះនៅពេលដែលយើងប្រជុំចប់ថ្ងៃហ្នឹងយើងឃើញលើអញ្ចាំងនៅខាងក្រៅហ្នឹងនៅក្នុងនិមិត្តក្រុមជំនុំយើងស្រឡាញ់ព្រះជាម្ចាស់គោរពស្រឡាញ់មនុស្ស But it's our choice. We have these two choices in front of us all the time. ប៉ុន្តែសត្វតែជាជំរឿសរបស់យើងព្រះអង្គឲ្យយើងមានជំរឿសយើងអាចជ្រើសរើសដើរតាមព្រះអង្គឬក៏យើងអាចធ្វើផ្ទុយពីព្រះអង្គវិញ In Deuteronomy chapter 30, Moses was getting near the end of his life. នៅក្នុងទុតិយកថាជំពូកទី30វានៅជិតចុងបញ្ចប់នៃជីវិតរបស់លោកម៉ូសេ And he was addressing the nation. ហើយលោកម៉ូសេមកនិយាយទៅកាន់ប្រជារាស្ត្ររបស់អ៊ីស្រាអែល And he said to them, "Today I am giving you a choice. ហើយគាត់និយាយទៅកាន់គេថាថ្ងៃនេះខ្ញុំសូមយកមេឃនិងដីធ្វើជាសាក្សីទាស់នឹងអ្នករាល់គ្នាគឺអ្នកត្រូវជ្រើសរើសយកអូខេThat's true. Okay. Kind of read as much as you want. It's okay, you can do the whole thing. Okay. But it's a choice between life and death. អ្នកត្រូវជ្រើសរើសជីវិតឬក៏សេចក្តីស្លាប់ Okay? It's ប្រពោឬក៏បណ្ដាសា It's obvious, okay? We would choose life, right? Nobody would choose death. បើដាក់នៅមុខយើងអញ្ចឹងជ្រើសរើសជីវិតឬក៏សេចក្តីស្លាប់គ្មានអ្នកណាជ្រើសរើសសេចក្តីស្លាប់អញ្ចឹងទេ And what makes me smile a little bit is at the end, Moses is telling them, please choose life. ហើយចង់បញ្ចប់នោះលោកម៉ូសេនិយាយទៀតសូមជ្រើសរើសជីវិត That's the choice we have as well. God is giving us a choice. Choose him, his ways, or Satan's ways. ព្រះអង្គឲ្យយើងជ្រើសរើសដោយលោកម៉ូសេនៅកន្លែងនេះដែរតែយើងជ្រើសរើសរបៀបរបស់ព្រះអង្គឬក៏យើងជ្រើសរើសរបៀបរបស់មាសាតាំង Earlier in Moses' life, when he was younger, he was up a mountain and God gave him 10 rules for life to give to the people. នៅពេលដែលលោកម៉ូសេមិនទាន់ចាស់ទៅដល់កម្រិតនេះនៅក្នុងជីវិតរបស់លោកម៉ូសេឡើងទៅលើភ្នំហើយពេលហ្នឹងព្រះអង្គឲ្យក្រឹតវិន័យទាំង10ទៅលោកម៉ូសេសម្រាប់ជនជាតិអ៊ីស្រាអែល And we call them the 10 Commandments. ហើយយើងហៅនឹង10ប្រការរបស់ព្រះជាម្ចាស់ឬក៏ក្រឹតវិន័យរបស់ព្រះជាម្ចាស់ទាំង10 But between the time when Moses gave the 10 Commandments to the people and when Jesus was on earth, in those years, the religious leaders had added a lot more rules in there. ចឹងពីដំបូងព្រះអង្គឲ្យក្រឹតវិន័យ10ប្រការទៅជនជាតិអ៊ីស្រាអែលប៉ុន្តែពីជីវិតរបស់លោកម៉ូសេរហូតដល់ព្រះយេស៊ូវអ្នកដឹកនាំសាសនារបស់ជនជាតិអ៊ីស្រាអែលគេថែមក្រឹតវិន័យច្រើនទៀត So that when Jesus was on earth, there was 613 rules that they had for everybody to follow. គេថែមរហូតដល់មាន613ប្រការនៅក្នុងក្រឹតវិន័យរបស់គេ 613. ចឹងពី10ទៅ613 It's no wonder that somebody came to Jesus and said, "Oh, which is the most important commandment?" ហើយដល់ពេលច្រើនអញ្ចឹងមានមនុស្សម្នាក់មកសួរព្រះយេស៊ូវថាតើក្រឹតវិន័យមួយណាសំខាន់ជាងគេ And Jesus said, what did Jesus say? What was his answer? Come on, you know this. ហើយតែយើងដឹងថាចម្លើយរបស់ព្រះយេស៊ូវជាអ្វីឯង
តែព្រះអង្គថាក្រឹតវិន័យមួយណាសំខាន់ជាងគេ Love God, love people. ស្រឡាញ់ព្រះជាម្ចាស់ដែលជាព្រះរបស់អ្នកអស់ពីចិត្តអស់ពីកម្លាំងអស់ពីគំនិតហើយស្រឡាញ់អ្នកដទៃស្រឡាញ់មនុស្ស The Bible is full of real people like you and me with real lives, just like you and me. ព្រះគម្ពីរពេញទៅដោយឧទាហរណ៍នៃជីវិតដែលជីវិតរបស់មនុស្សដែលជាមនុស្សពិតដូចហើយជីវិតរបស់គេស្តៀងជីវិតរបស់យើង And we can learn a lot from them. ហើយយើងអាចរៀនច្រើនពីជីវិតរបស់ពួកគេ We can learn a lot from history. យើងអាចរៀនច្រើនពីប្រវត្តិសាស្ត្រ We can see mistakes that people made and we can go, I'm not going to make that mistake. យើងអាចឃើញពីកំហុសដែលអ្នកដទៃគេប្រព្រឹត្តហើយយើងអាចរៀនពីគេហើយយើងកុំប្រព្រឹត្តខុសដូចគ្នា The most famous family in the book of Genesis is Abraham's family. គ្រួសារដែលល្បីជាងគេនៅក្នុងសៀវភៅកំណត់ពិភពលោកគឺគ្រួសាររបស់អាប់រ៉ាហាំ Abraham made some mistakes in his life, and when we read through the book, we find that his son Isaac made the same mistakes. នៅពេលដែលយើងមើលក្នុងសៀវភៅលោកុបាទអំពីជីវិតរបស់លោកអាប់រ៉ាហាំយើងឃើញលោកអាប់រ៉ាហាំគាត់ប្រព្រឹត្តកំហុសខ្លះនៅក្នុងជីវិតរបស់គាត់ដល់ពេលយើងមើលទៅកូនប្រុសរបស់គាត់អ៊ីសាកយើងឃើញពេលខ្លះអ៊ីសាកមានកំហុសដដែលតែឪពុករបស់គាត់ They didn't learn from the mistakes of history. គេអត់បានរៀនពីកំហុសពីប្រវត្តិ Isaac had two sons, Esau and Jacob. លោកអ៊ីសាកមានកូនប្រុសពីរនាក់អេសាវហើយនិងយ៉ាកុប They were twins. គេជាកូនភ្លោះ The only two kids in the family. They weren't 2 of 10. There was only those two. ហើយលោកអ៊ីសាកមានកូនប្រុសតែពីរនាក់ហ្នឹងទេកូនភ្លោះហ្នឹងជាកូនតែពីរនាក់របស់លោកអ៊ីសាក But these two, their story in the Bible shows us the damage that unforgiveness will do. ហើយរឿងរបស់លោកអ៊ីសាវហើយនិងលោកយ៉ាកុបបង្ហាញយើងអំពីអត្តពលនៃការមិនលើកលែងទោសគ្នា Because for their whole lives, these two twins were distanced from each other because Esau would not forgive Jacob. មកជីវិតរបស់លោកអ៊ីសាវហើយនិងលោកយ៉ាកុបគេអត់មានតំណែងតំណងល្អជាមួយគ្នាគេនៅឆ្ងាយពីគ្នាតែសារលោកអេសាវគាត់មិនអាចលើកលែងទោសអ្វីដែលលោកយ៉ាកុបបានធ្វើចំពោះគាត់តាំងពីគេនៅក្មេង Jacob had 12 sons. Number 11 was Joseph. លោកយ៉ាកុបមានកូន12នាក់ហើយទី11គឺលោកយ៉ូសេប I love Joseph's story. ខ្ញុំស្រឡាញ់រឿងអំពីជីវិតរបស់លោកយ៉ូសេប But it's got some hard things in it. ប៉ុន្តែមានរឿងមានន័យថាលំបាកខ្លះៗនៅក្នុងនោះ Some things that if Joseph chose to, he could be like his father and his uncle and not forgive. ប៉ុន្តែតាមពុតដែលសារអ្វីដែលកើតឡើងចំពោះលោកយ៉ូសេបគាត់នឹងងាយធ្វើដូចឪពុករបស់គាត់ហើយនឹងអ៊ំរបស់គាត់ហើយមានកំហុសដូចពួកគេដែរ Joseph's life had hurt and betrayal. ជីវិតរបស់លោកយ៉ូសេបមានគេក្បត់គាត់មានគេធ្វើបាបគាត់ Unfair punishment. He was in prison when he didn't do anything wrong. មានការអយុត្តិធម៌គាត់ទទួលទោសសម្រាប់អ្វីដែលគាត់មិនបានប្រព្រឹត្ត He lost the dream that he knew God had given him because of other people's actions in his life. គាត់ហាក់បីដូចជាបាត់អ្វីដែលជានិមិត្តសម្រាប់ជីវិតរបស់គាត់ដែលព្រះអង្គបានប្រទានឲ្យគាត់ដោយសារអ្វីដែលអ្នកដទៃធ្វើចំពោះគាត់ There was a lot of things in Joseph's life that he could have hung on to and said, I will not forgive. មានការខកជាច្រើនដែលលោកយ៉ូសេបទទួលនៅក្នុងជីវិតរបស់គាត់ដែលអាចធ្វើឲ្យគាត់អត់ទទួលអ្វីដែលព្រះអង្គមានសម្រាប់គាត់ដោយសារគាត់ពិបាកលើកលែងទោសគេ And Satan would have been very happy. ហើយប្រសិនជាគាត់កាន់តែនឹងជាប់អត់លើកលែងទោសគេមានសាតាំងនឹងសប្បាយចិត្តឈ្នះហើយ What I really admire about Joseph, that even with all of that hurt in his life, he found a way to forgive. ប៉ុន្តែអ្វីដែលខ្ញុំគោរពអំពីលោកយ៉ូសេបមែនតែនគឺទោះបីជាអ្វីៗទាំងអស់ដែលគាត់ទទួលនេះនៅក្នុងជីវិតរបស់គាត់ទទួលរងគ្រោះគាត់នៅតែរកមធ្យោបាយឲ្យលើកលែងទោសគេបាន He found a way to forgive. គាត់រកមធ្យោបាយឲ្យលើកលែងទោសគេបាន It wasn't easy. ខ្ញុំជឿថាវាមិនស្រួលទេ But when Joseph forgave his brothers, the effect of that, we still benefit from that today. ប៉ុន្តែលទ្ធផលនៃការលើកលែងទោសរបស់លោកយ៉ូសេបនោះក៏យើងនៅតែទទួលប្រយោជន៍ដល់ថ្ងៃនេះ
Because the main brother who did the main hurt name was Judah. ហើយបងរបស់លោកយូសេបដែលមានន័យថាជាមេកំណត់ដែលធ្វើឲ្យលោកយូសេបទទួលរងគ្រោះខ្លាំងជាងគេគឺបងរបស់គាត់ឈ្មោះយូដា Jesus' generational line goes back to Judah. ប៉ុន្តែព្រះយេស៊ូវកោតចេញពីកុលសម្ព័ន្ធយូដា Joseph forgiving his brothers had impact all the way through those generations, and that means to us today as well. ជាងការដែលលោកយូសេបអាចជួយលើកលែងទោសបងរបស់គាត់យូដានេះមានន័យថាគាត់សង្ជីបន្តគាត់សង្គ្រោះជីវិតរបស់លោកយូដាបានមានពូជរបស់លោកយូដាមកដល់ព្រះយេស៊ូវមានន័យថាប្រយោជន៍ដល់យើងរហូតដល់សប្តាហ៍ថ្ងៃនេះ And the same is true for us today. If we hang on to things and we do not forgive, it will affect the generations to come. If we choose life and God's way and choose to forgive, it will affect generations to come. ហើយដូចគ្នាសម្រាប់យើងរាល់ថ្ងៃនេះបើយើងជ្រើសរើសស្ដាប់បង្គាប់ព្រះជាម្ចាស់យើងជ្រើសរើសលើកលែងទោសគេវាមានប្រយោជន៍ទៅចំនួនក្រោយដែរបើយើងជ្រើសរើសមិនលើកលែងទោសគេក៏ផលវានឹងទៅដល់ចំនួនក្រោយដែរ Okay, I want to try and illustrate this to you. ឥឡូវខ្ញុំចង់បង្ហាញនេះបន្តិច Okay, we have a choice. យើងមានការជ្រើសរើសនៅក្នុងជីវិតរបស់យើង We need to realize that the choices that we make have things attached to them. ហើយយើងត្រូវយល់ថាការសម្រេចចិត្តរបស់យើងការជ្រើសរើសរបស់យើងវាមានអត្តពលវាមានអ្វីដែលជាប់នៅជាមួយវា Okay? So if we choose Jesus, បើសិនជាយើងជ្រើសរើសព្រះយេស៊ូវ these are the things that he has said in the Bible that come with him. ការទាំងអស់នេះដែលពន្យល់នៅក្រោមនេះគឺជាអ្វីដែលយើងទទួលរួមជាមួយនឹងព្រះយេស៊ូវបើយើងទទួលព្រះយេស៊ូវតាមព្រះបន្ទូលសន្យាក្នុងព្រះគម្ពីរ John 10:10 I came to give you life. នៅក្នុងយ៉ូហាន 10:10 យើងមកដើម្បីផ្ដល់ជីវិតដល់អ្នករាល់គ្នា John 14:27 My peace I give to you. យ៉ូហាន 14 ខទី26យើងឲ្យសេចក្តីសុខសាន្តដល់អ្នក John 14:6 I am the way the truth and the life. យ៉ូហាន 14 ខទី6យើងជាសេចក្តីពុតជាផ្លូវជាជីវិត John 8:32 This is the truth and the truth will set you free. នេះគឺជាសេចក្តីពុតហើយសេចក្តីពុតនឹងរំដោះអ្នកឲ្យមានសេរីភាព So when we invite Jesus into our life, this is everything that comes with it. ដូច្នេះនៅពេលដែលយើងជ្រើសរើសព្រះយេស៊ូវយើងអញ្ជើញព្រះយេស៊ូវមកគង់នៅក្នុងជីវិតរបស់យើងទទួលការទាំងអស់នេះរួមជាមួយនឹងព្រះយេស៊ូវ I feel like Moses before the people and say, please choose Jesus. ដោយលោកម៉ូសេនៅពេលដែលគាត់ឈរនៅមុខប្រជារាស្ត្រអ៊ីស្រាអែលហើយប្រាប់គេជ្រើសរើសជីវិតឬការសេចក្តីស្លាប់ Okay? But there's also Satan. ប៉ុន្តែមានសាតាំងវាមានរបស់វាដែរ And it tells us in the Bible what's attached to Satan if we choose that way. ប៉ុន្តែនៅក្នុងព្រះគម្ពីរចែងប្រាប់យើងដែរបើសិនជាយើងដើរតាមមារសាតាំងយើងនឹងទទួលផលរបស់វាដែរ That same verse, John 10:10. Satan has come to steal, over there in the end steal, kill and destroy. យ៉ូហាន 10:10 ចែងថាប៉ុន្តែមារសត្រូវវាមកដើម្បីលួចបំផ្លាញហើយសម្លាប់ It tells us he is the father of lies. He is a liar. ព្រះគម្ពីរចែងថាមារសាតាំងជាមេកុហក He came to bind us up in bondage. វាមកដើម្បីចងយើងឲ្យជាប់ជាមួយបណ្ដាសា With Jesus we get freedom, with Satan we get bondage. Please choose Jesus. បើសិនជាយើងដើរតាមមារសាតាំងយើង bondage I'm not sure the word for that Bondage. មានតែចងយើងជាប់ប៉ុន្តែបើជាមួយព្រះយេស៊ូវយើងមានសេរីភាព Okay. So you can see that there are things attached when we choose Satan. ដូច្នេះបើសិនជាយើងជ្រើសរើសធ្វើតាមមារសាតាំងយើងទទួលរបស់វា My lovely assistants in the front row are just គុណ working អ្នកជំ hard នួយនៅខាងមុខ to get us the other one. Okay, but there's another choice. We choose between living our life in sin or living our life with the Holy Spirit. ប៉ុន្តែមួយទៀតនៅក្នុងជីវិតរបស់យើងប្រចាំថ្ងៃយើងជ្រើសរើសតើយើងនឹងរស់នៅតាមព្រះវិញ្ញាណដ៏វិសុទ្ធឬក៏យើងនឹងរស់នៅតាម
និស័យបាប Okay? And if we have sin in our life, there is stuff that is attached to that. ហើយប្រសិនជាយើងរស់តាមនិស័យបាបក្នុងជីវិតរបស់យើងអនុញ្ញាតបាបគ្រប់គ្រងក្នុងជីវិតរបស់យើងអាហ្នឹងក៏មានផលរបស់វាដែរ Okay? With sin, there is guilt. When we sin, we feel guilty. នៅពេលដែលយើងប្រព្រឹត្តបាបយើងមានអារម្មណ៍ថាយើងខុសយើងមានវិបដិសារី When we sin, we feel regret. នៅពេលដែលយើងប្រព្រឹត្តបាបយើងមានអារម្មណ៍ថាស្ដាយក្រោយ When we sin, there are consequences. If you steal money and you're found out, you need to pay it back. There's consequences. ហើយនៅពេលដែលយើងប្រព្រឹត្តអំពើបាបក៏យើងមានន័យថាយើងទទួលផលពីអានឹងដែរ Okay? So, there's hurt. When we sin, we hurt people. We hurt ourselves, we hurt our families. នៅពេលដែលយើងប្រព្រឹត្តបាបយើងនឹងធ្វើឲ្យខ្លួនឯងឈឺចាប់យើងនឹងទទួលការឈឺចាប់ហើយយើងនឹងធ្វើឲ្យគ្រួសាររបស់យើងឈឺចាប់ដែរ There's loss. We lose trust. Other people lose trust in us. មានការបាក់បង់យើងបាក់បង់ការទុកចិត្តពីអ្នកដទៃ Okay? So, if we choose sin, this is what will come with it because it's attached. បើសិនជាយើងជ្រើសរើសធ្វើតាមបាបយើងនឹងទទួលផលពីបាបហ្នឹង But, Bantai, if we choose the Holy Spirit, there's the fruit of the Spirit that is attached to that. ប៉ុន្តែបើយើងជ្រើសរើសធ្វើតាមព្រះវិញ្ញាណដ៏វិសុទ្ធនៅក្នុងជីវិតរបស់យើងនឹងទទួលផលពីព្រះវិញ្ញាណដ៏វិសុទ្ធនោះ So, it tells us in Galatians or Ephesians 5 that Galatians 5, the fruit of the Spirit. ប៉ុន្តែក្នុងកាឡាទីជំពូកទី5ប្រាប់យើងអំពីផលផ្លែនៃព្រះវិញ្ញាណបរិសុទ្ធ Tell us, what's the fruit of the Spirit? យើងស្គាល់ទេ All these things, អញ្ចឹ right? ងមានសេចក្តីស្រឡាញ់មានសន្តិភាពមានការទប់ចិត្តខ្លួនឯងមានការអត់ធ្មត់មានចិត្តល្អ What an incredible bonus, if you like. If we choose to give ourselves, Holy Spirit, come and live in me, look at everything that comes with Him. អញ្ចឹងមើលផលល្អទាំងអស់នោះបើយើងអនុញ្ញាតយើងជ្រើសរើសឲ្យអនុញ្ញាតព្រះវិញ្ញាណដ៏វិសុទ្ធមករស់នៅក្នុងយើងមានអត្តពលក្នុងជីវិតរបស់យើងឆេញផលផ្លែទាំងអស់នោះវិញ Okay? But if we choose sin, ប៉ុន្តែបើយើងអនុញ្ញាតឲ្យបាបគ្រប់គ្រងវិញ look at what comes with it. តើមើលផលរបស់វាជាស្អីខ្លះ So, like Moses, please choose the Holy Spirit. អញ្ចឹងដូចលោកម៉ូសេយើងអង្វរអ្នករាល់គ្នាសូមជ្រើសរើសព្រះវិញ្ញាណដ៏វិសុទ្ធ There's a verse that I want to share with you. It's in Matthew. មានខគម្ពីរមួយដែលខ្ញុំចង់ចែកចាយជាមួយបងប្អូននៅក្នុងម៉ាថាយ Yes, thank you. Okay, it's a very, very strong verse. ជាខគម្ពីរដែលមានន័យថានិយាយរឿងខ្លាំងត្រង់ And sometimes we read this and we're like, oh, that's a bit hard. ជួនកាលយើងអានខគម្ពីរនេះហើយយើងគិតថាវារៀងខ្លាំងពេករៀងត្រង់ពេក I want to read verses about God's love and God's mercy and God's grace. ខ្ញុំអត់ចូលអ្នកខ្លះគេអត់ចង់អានខគម្ពីរអញ្ចឹងគេចង់អានអំពីសេចក្តីស្រឡាញ់របស់ព្រះអង្គមេត្តាករុណារបស់ព្រះអង្គ But look at what Jesus said about forgiveness. ប៉ុន្តែសូមឲ្យយើងមើលអ្វីដែលព្រះយេស៊ូវមានព្រះបន្ទូលអំពីការលើកលែងទោស Okay ម៉ាថាយជំពូកទី6ខទី14ហើយ15បើអ្នករាល់គ្នាអត់ទោសឲ្យមនុស្សលោកព្រះបិតារបស់អ្នករាល់គ្នានៅស្ថានបរមសុខក៏អត់ទោសឲ្យអ្នករាល់គ្នាដែរប៉ុន្តែបើអ្នករាល់គ្នាមិនអត់ទោសឲ្យមនុស្សលោកទេនោះព្រះបិតារបស់អ្នករាល់គ្នាក៏មិនអត់ទោសឲ្យអ្នករាល់គ្នាដែរ Wow, that's very strong. និយាយឲ្យខ្លាំងបន្តិចមែនទេ If you forgive others, God will forgive you. បើអ្នករាល់គ្នាលើកលែងទោសមនុស្សដែលនៅក្បែរខ្លួនព្រះបិតានឹងលើកលែងទោសឲ្យអ្នករាល់គ្នា If you don't forgive others and you hang on to unforgiveness and keep it in you, I didn't say it, Jesus said it. He said, we will not be forgiven. ប៉ុន្តែបើយើងមិនព្រមលើកលែងទោសឲ្យមនុស្សដែលប្រព្រឹត្តខុសចំពោះយើងហើយយើងរក្សាការអន់ចិត្តនឹងការមិនលើកលែងទោសនឹងព្រះគម្ពីរចាញ់មិនខ្ញុំនិយាយប៉ុន្តែព្រះយេស៊ូវមានព្រះបន្ទូលថាព្រះបិតានឹងមិនលើកលែងទោសឲ្យយើង And in the same way, when we choose forgiveness, there are things that come with that. នៅពេលដែលយើងជ្រើសរើសលើកលែងទោសឲ្យគេវាមានផលល្អរបស់វា Freedom is យើង a នឹង big មាន one. សេរីភាព Forgiveness is not about freeing the other person, it's about freeing you.
ការដែលយើងលើកលែងទោសអ្នកដទៃមិនធ្វើឲ្យអ្នកដែលប្រព្រឹត្តខុសនោះមានសេរីភាពប៉ុន្តែធ្វើឲ្យយើងមានសេរីភាព When you forgive other people, you feel so free because you've let it go. នៅពេលដែលយើងជ្រើសរើសលើកលែងទោសឲ្យអ្នកដទៃដូចយើងដកដង្ហើមធំយើងមានសេចក្តីសុខសាន្តយើងមានសេរីភាពនៅក្នុងចិត្តរបស់យើងវិញ And according to that verse, when we forgive other people, God forgives us. Oh, ហើយ I នៅ like ពេល that. ដែលយើងលើកលែងយើងជ្រើសរើសលើកលែងទោសឲ្យអ្នកដទៃព្រះគម្ពីរសន្យាថាព្រះបិតានឹងលើកលែងទោសឲ្យយើង And in the same way, unforgiveness has some things that come attached to ហើយ it. ដូចគ្នានៅពេលដែលយើងមិនព្រមលើកលែងទោសឲ្យគេវាមានផលរបស់វាដែរ There's another verse in Matthew that I want to show you. មានខគម្ពីរមួយទៀតនៅក្នុងសៀវភៅម៉ាថាយដែរ And I want you to notice the progression. ហើយខ្ញុំចង់ឲ្យយើងឃើញអំពីដំណើរនៃខគម្ពីរទាំងអស់នេះគេម៉ាថាយជំពូកទី24ខទី10ហើយ11នៅពេលនោះនឹងមានមនុស្សជាច្រើនបែកចិត្តឃ្លាតចេញពីជំនឿក្បត់គ្នាទៅវិញទៅមកនិងស្អប់គ្នាផងជាការ៉េคล้ายជាច្រើននឹងមកដល់ហើយបញ្ចោតមនុស្សជាច្រើនឲ្យវង្វេង Okay, we've made it easy for you and highlighted the words, but you can see that unforgiveness leads to bitterness. ហើយយើងបានដាក់ពណ៌លឿងពាក្យខ្លះជាភាសាអង់គ្លេសប៉ុន្តែយើងឃើញនៅទីនេះការដែលយើងមិនលើកលែងទោសដែលយើងកានការអន់ចិត្តនឹងវានាំទៅការក្បត់ And it leads to anger. វាឲ្យយើងមានកំហឹង And it leads to hatred. វាឲ្យយើងមានការស្អប់គ្នា And it leads to division. ហើយធ្វើឲ្យមានការបែកគ្នាការឃ្លាតឆ្ងាយពីគ្នា We do not want that in our lives, in our families, in our workplace, in our church. ការទាំងអស់នេះយើងអត់ចង់មានការទាំងអស់នេះនៅក្នុងជីវិតរបស់យើងនៅក្នុងគ្រួសាររបស់យើងនៅកន្លែងធ្វើការរបស់យើងនៅក្រុមជំនុំរបស់យើង We need to be aware of Satan's schemes and the bait that he hangs in front of us. មានន័យថាយើងត្រូវបោកភ្នែកមើលឃើញអ្វីដែលមានសាតាំងវាកំពុងតែគវីនៅមុខយើងជានួយរបស់វា You know, when this happened in Genesis with Adam and Eve. នេះកើតឡើងតាំងពីសៀវភៅលោកកបាតលោកអាដាមនិងនាងអេវ៉ា God had plans. He put them in the Garden of Eden. Beautiful life, peace, happiness. Everything God intended for them was there. នៅក្នុងលោកកបាតដំបូងហ្នឹងព្រះអង្គបានដាក់លោកអាដាមហើយនាងអេវ៉ានៅក្នុងសួនអេដិនហើយព្រះអង្គមានគម្រោងការដ៏ល្អសម្រាប់ពួកគេព្រះអង្គបានដាក់អ្វីៗទាំងអស់ដែលគេត្រូវការនៅក្នុងសួនអេដិនឲ្យគេឲ្យជីវិតរបស់គេស្រួល And Satan dangled some bait. ប៉ុន្តែមានសាតាំងវាមកកវីនួយនៅមុខគេ And they took the bait and Satan reeled them in. Hay And cái they xin were nuôi nó bao removed nhiêu from Satan. God's plans for them. គេស៊ីនួយរបស់មានសាតាំងហើយវាអស់ទានគេចេញពីគម្រោងការដ៏ល្អដែលព្រះអង្គមានសម្រាប់ពួកគេហើយគេទទួលបានដាសាវិញ Jesus said, in this world you will have trouble. ព្រះយេស៊ូវមានប្រេបន្ទូលថាក្នុងពិភពលោកនេះនៅក្នុងជីវិតនេះយើងនឹងជួបបញ្ហា You will have 100%. You will have things in your life that hurt, that make you want to hang on to unforgiveness. 100% នៅក្នុងជីវិតរបស់នេះយើងនឹងទទួលការឈឺចាប់ខ្លះយើងនឹងទទួលការរងគ្រោះខ្លះដែលវាធ្វើឲ្យយើងពិបាកនឹងប្រឡែងវាទៅ But it's a choice. ប៉ុន្តែជាការជ្រើសរើសរបស់យើង And the very best thing that we can do is to forgive at step number 1. ហើយជំហានទី1អ្វីដែលល្អបំផុតដែលយើងអាចធ្វើគឺយើងជ្រើសរើសថាលើកលែងទោសប្រឡែងវាទៅ Before it gets to betrayal and anger and hatred. គុំឲ្យការមិនលើកលែងទោសនោះនៅជាប់នៅក្នុងយើងនាំឲ្យយើងអន់ចិត្តនាំឲ្យយើងក្បត់គេនាំឲ្យយើងស្អប់គេ In 2 Corinthians 2, Paul tells us that we need to be aware of what Satan is doing. នៅក្នុងកូរិនថូស2កូរិនថូសជំពូកទី2ខទី11ដើម្បីគុំឲ្យយើងចាញ់បោកមាសាតាំងត្បិតយើងស្គាល់គម្រោងការរបស់វាស្រាប់ហើយយើងត្រូវស្គាល់ល្បិចរបស់វា We know what he is trying to do.
យើងដឹងថាវាកំពុងតែព្យាយាមធ្វើអី Satan's way to split a church, a family, to ruin your life is to have you hang on to things and not forgive. របៀបរបស់មារសាតាំងគឺបំបែកយើងចេញពីគ្នាធ្វើឲ្យយើងអន់ចិត្តជាមួយគ្នាធ្វើឲ្យយើងមិនស្របគ្នាហើយដើម្បីបំផ្លាញជីវិតរបស់យើង I'm not saying the things are not wrong or they didn't hurt, but where it becomes our choice is by hanging on to them and saying, I will not forgive. មានន័យថាយើងមិនមែននិយាយថាការដែលគេធ្វើប្រព្រឹត្តចំពោះយើងវាអត់ខុសទេយើងអត់និយាយថាវាអត់គួរជូរចាប់ទេវាជូរចាប់មែនប៉ុន្តែវាជាការជ្រើសរើសយើងតែយើងនឹងយើងតោងអានឹងឲ្យជាប់ការជូរចាប់នឹងឬក៏យើងលើកលែងទៅយើងប្រឡែងវាទៅ This is not the usual sermon for the first Sunday of a year. នេះគឺមិនមែនជាមេរៀនអธิบายពាក្យច្រើនដែលគេបង្រៀនសប្តាហ៍ទី1នៃឆ្នាំថ្មីទេ And you might be feeling like it's a bit hard. ហើយប្រហែលជាយើងមានអារម្មណ៍ថាវារៀងធ្ងន់បន្តិច But I feel like Moses, you know, I want to stand in front of you and say, we have a choice. ប៉ុន្តែខ្ញុំមានអារម្មណ៍ថាខ្ញុំដូចលោកម៉ូសេខ្ញុំចង់ឈរនៅមុខបងប្អូនហើយប្រាប់ថាយើងមានការជ្រើសរើស Next slide, please. We have a choice. យើងមានជំរើស Like Moses said, there's a choice between life and death. ដូចលោកម៉ូសេមានព្រះបន្ទូលមានន័យថានេះព្រះបន្ទូលរបស់ព្រះអង្គទៅគេយើងមានជំរើសពីជីវិតឬក៏សេចក្តីស្លាប់ Between blessing and cursing. តែយើងនឹងជ្រើសរើសប្រពោឬក៏បណ្ដាសា And we have a choice between forgiveness and unforgiveness. ហើយយើងមានជំរើសពីលើកលែងទោសឲ្យគេឬក៏មិនលើកលែងទោសឲ្យគេ And like Moses, I want to say to you, please choose life. ហើយដូចលោកម៉ូសេខ្ញុំចង់អង្វរបងប្អូនសូមជ្រើសរើសជីវិត Please choose blessing. សូមជ្រើសរើសព្រះពរ Please choose forgiveness. សូមជ្រើសរើសការលើកលែងទោស Because the ripples out from that, the things that come with that, that's what we want for my life, for your life, for our church. ពីព្រោះលទ្ធផលដែលចេញពីការជ្រើសរើសជីវិតជ្រើសរើសលើកលែងទោសហ្នឹងលទ្ធផលរបស់វានឹងល្អសម្រាប់ជីវិតរបស់លោកបងប្អូនហើយជីវិតនៃក្រុមជំនុំរបស់យើងដែរ And I want to say to you that we are not asking you to do something we are not doing ourselves. ហើយក៏យើងមិនសូមឲ្យអស់លោកបងប្អូនធ្វើអ្វីដែលយើងអត់ធ្វើខ្លួនឯងដែរ We want to start 2025 by getting rid of any offences and anything that Satan is dangling in front of us. យើងចង់ចាប់ផ្ដើមឆ្នាំថ្មី2025នេះដោយមានន័យថាជំរើសចោលអ្វីដែលមកពីមារសាតាំងអ្វីដែលរារាំងយើងអ្វីដែលជានុយរបស់មារសាតាំង So that bitterness does not grow in us. កុំឲ្យមានការល្វីងជូរចត់វាដោះនៅក្នុងចំណោមយើង But it's a choice. ប៉ុន្តែវាជាជំរើសរបស់យើង And that if we don't make a deliberate choice for forgiveness, we will automatically choose unforgiveness. ហើយបើយើងអត់មានន័យថាដោយចេតនាជ្រើសរើសលើកលែងទោសឲ្យគេបើយើងគ្រាន់តែបដ ாய் ទៅវានឹងទៅជាការមិនលើកលែងទោស Jesus had a choice. ព្រះយេស៊ូវមានជំរើស The Bible tells us that God sent his son, but it also tells us that Jesus offered his life. ព្រះគម្ពីរមានព្រះគម្ពីរចែងថាព្រះជាម្ចាស់ព្រះបិតាបញ្ជូនព្រះរាជបុត្រារបស់ព្រះអង្គប៉ុន្តែព្រះគម្ពីរក៏ចែងដែរថាព្រះយេស៊ូវមានន័យថាព្រះអង្គជាអ្នកដែលថ្វាយព្រះជន្មរបស់ព្រះអង្គជាយ៉ាងបូជាសម្រាប់យើងជាជំរើសរបស់ព្រះយេស៊ូវដែរ We are going to take communion now in our first Sunday of the new year. យើងនឹងធ្វើពិធីកែកនំប៉័ងជាមួយគ្នាជាសប្តាហ៍ទី1នៃឆ្នាំថ្មី If you don't have some juice and a cracker, please put your hand up and someone will បើសិនជា bring មានបងប្អូនណាអត់ទាន់បានទទួលនំប៉័ងហើយទឹកផ្ទាំងបាយជូរសូមលើកដៃហើយអ្នកជំនួយរបស់យើងគេនឹងចែកឲ្យ But because this is so important, Jesus chose
to give his life so that we could have forgiveness. ដោយសារការលើកលែងទោសនេះវាសំខាន់មែនទែនរហូតដល់ព្រះយេស៊ូវទ្រង់សុខចិត្តថ្វាយជីវិតប្រជញ្ញរបស់ព្រះអង្គជាយ៉ាងបូជាសម្រាប់យើងដើម្បីយើងទទួលការលើកលែងទោស Because it tells us in the Bible that sin needs a body to grow in. ពួកព្រះគម្ពីរចែងថាអំពើបាបទាល់តែមានរូបកាយបានវាចេញសកម្មភាពបាន Okay? Hurtful words cannot hurt you without a body that says them. ពាក្យសម្ដីដែលធ្វើឲ្យយើងជូរចាប់มันអាចកើតឡើងបើអត់មានរូបកាយមួយមានន័យថាជាមនុស្សដែលនិយាយពាក្យសម្ដីនោះដាក់យើង Things do not get stolen without a body that does the stealing. អ្វីมันអាចគេលួចប្លន់ពីយើងបើអត់មានន័យថាជារូបកាយជាមនុស្សទៅលួចពីយើងនោះ And it tells us in the Bible that Jesus gave, it says that the sin of the world was put in him. ព្រះគម្ពីរចែងថាអំពើបាបនៃពិភពលោកព្រះបិតាបានដាក់នៅលើរូបកាយរបស់ព្រះយេស៊ូវ Jesus was on the cross because he was taking our sin in his body. ព្រះយេស៊ូវត្រូវសគត់នៅលើឈើឆ្កាងដែលសារព្រះអង្គបានទទួលបាបរបស់យើងនៅលើរូបកាយរបស់ព្រះអង្គ In the Old Testament, one of the things they used to do, they would bring 2 goats. នៅក្នុងសម្ព័ន្ធមេត្រីចាស់កិច្ចការមួយដែលគេធ្វើគេយកពពែ2មក And on one goat, the priest would put his hand on the head of the goat and they would confess all the sins of the people into that goat. នៅពេលនោះអ្វីដែលលោកបូជាចារ្យគាត់ធ្វើគេយកពពែមកហើយលោកបូជាចារ្យគាត់នឹងដាក់ដៃរបស់គាត់នៅលើក្បាលពពែនោះហើយគេនឹងសារភាពអំពើបាបទាំងប្រមាណរបស់ប្រជារាស្ត្រទៅលើពពែហ្នឹង Because sin needs a body. ពីព្រោះអំពើបាបវាត្រូវមានរូបកាយ And all the sins of the people went into that goat and they took the goat way out into the desert and took it away. ដូច្នេះគេដាក់ដៃគេនៅលើក្បាលពពែហ្នឹងហើយគេសារភាពអំពើបាបរបស់មនុស្សទាំងអស់ប្រៀបដូចជាគេតម្លាក់បាបទាំងអស់ហ្នឹងនៅលើពពែហ្នឹងដែលឲ្យគេនាំពពែហ្នឹងទៅឲ្យឆ្ងាយពីភូមិនៅក្នុងវាលរហោស្ថានហើយប្រឡែងវាទៅឲ្យអំពើបាបរបស់គេទៅឲ្យឆ្ងាយពីគេ And the other goat they would kill and the blood from that goat would be sprinkled on the people to show that they had been forgiven of their sin. ហើយនឹងពពែមួយទៀតគេនឹងអាកវាសម្លាប់វាហើយគេយកឈាមរបស់វាស្រោចលើមនុស្សប្រជារាស្ត្រទាំងអស់នៅទីនោះប្រៀបដូចលាងបាបរបស់គេលាងកំហុសរបស់គេ Sin needs a body. អំពើបាបត្រូវការរូបកាយ And Jesus gave his. ហើយព្រះយេស៊ូវថ្វាយរូបកាយរបស់ព្រះអង្គជាយ៉ាងបូជាសម្រាប់យើង And your sin and my sin was put into Jesus. And the Bible tells us that he took that sin and he took it to the depths of hell and left it there. ហើយអញ្ចឹងនៅពេលដែលព្រះយេស៊ូវនៅលើឈើឆ្កាងព្រះអង្គបានប្រមូលអំពើបាបរបស់យើងទាំងអស់គ្នាបងប្អូនហើយនឹងខ្ញុំហើយដាក់លើរូបកាយរបស់ព្រះអង្គហើយព្រះគម្ពីរចែងថាព្រះអង្គបានយកបាបរបស់យើងទៅឲ្យឆ្ងាយទៅស្ថានមច្ចរិយហើយចោលវានៅទីនោះដើម្បីវាឆ្ងាយពីយើង And that is why one of the things that Jesus has asked us to do to remember him was to take this little cracker but remember his body. ហើយនេះគឺជាហេតុផលដែលព្រះអង្គព្រះយេស៊ូវបានបង្គាប់គេឲ្យធ្វើពីទីកាច់នំប៉័ងហើយនំប៉័ងនឹងជាតំណាងនៃរូបកាយ Because this reminds us of Jesus' body and this reminds us that he took my sin in his body on the cross. ព្រោះនំប៉័ងរំលឹកយើងអំពីព្រះកាយរបស់ព្រះអង្គដែលព្រះអង្គបានទទួលអំពើបាបរបស់យើងនៅលើរូបកាយរបស់ព្រះអង្គនៅលើឈើឆ្កាង So can you take this in your ជិះ hand? សុំយកនំប៉័ងទាំងអស់គ្នានំប្រៃ Lord Jesus, we want to say thank you for this very simple example. ព្រះអង្គយើងអរព្រគុណទ្រង់សម្រាប់ឧទាហរណ៍មួយដែលសាមញ្ញស្រួលនេះ But a very powerful example. ប៉ុន្តែជាឧទាហរណ៍ដែលពោពេញទៅដោយអំណាច Thank you for the reminder that you took our sin in your body. ព្រះអង្គសូមអរព្រគុណទ្រង់សម្រាប់ការរំលឹកដែលព្រះអង្គបានទទួលបាបរបស់យើងនៅលើឈើឆ្កាង So we take this now with gratitude for what you did for us.
ដូច្នេះព្រះអង្គយើងញ៉ាំនំប៉័ងនេះនៅពេលនេះដោយអរព្រគុណព្រះអង្គសម្រាប់អ្វីដែលព្រះអង្គបានសម្រេចសម្រាប់យើង Amen. Let's សូម eat it សូម together. ទទួលទាន I told you there were 2 goats. ខ្ញុំបានប្រាប់បងប្អូនថានៅពេលដែលគេបូជាចាស់គាត់ធ្វើមានពពែ2ក្បាល One of them had the sins of the people in it and was sent away. មួយទទួលបាបរបស់ប្រជាជនហើយគេបញ្ជូនវាទៅឲ្យឆ្ងាយពីគេ The other one gave its blood for the people. ប៉ុន្តែពពែមួយទៀតគេអាកវាធ្វើជាយ៉ាងបូជាវាថ្វាយឈាមរបស់វាសម្រាប់មនុស្ស And that's why Jesus asked us to remember with this little piece of juice, but to remember the fact that His blood forgives us of all our sin. ចឹងទឹកទំពាំងបាយជូរនេះជាតំណាងនៃព្រះលិខិតរបស់ព្រះយេស៊ូវដែលព្រះអង្គបានថ្វាយសម្រាប់យើងនៅលើជើងឆ្កាង A simple thing វាជាឧទាហរណ៍មួយដ៏សាមញ្ញ with a lot of meaning. ប៉ុន្តែអត្ថន័យនៅក្នុងនោះជ្រៅ As we take this together, let's just express to God from our hearts the gratitude that is there for what He has done for us so that we can live with forgiveness. With all of these things that come with it. That's what this has given us. ដូច្នេះនៅពេលដែលយើងទទួលទានទឹកទំពាំងបាយជូរសូមឲ្យយើងធ្វើដោយដឹងគុណដោយនឹកគិតដល់អ្វីដែលព្រះយេស៊ូវបានលះបង់សម្រាប់យើងដើម្បីឲ្យយើងរស់នៅក្នុងជីវិតដែលទទួលការលើកលែងទោសសេរីភាពនៃការលើកលែងទោស Lord Jesus, thank you. Thank you. អរព្រះយេស៊ូវយើងអរព្រគុណព្រះអង្គយើងអរព្រគុណព្រះអង្គ We don't fully understand what it cost you. ព្រះអង្គយើងពិបាកនឹងយល់អ្វីដែលព្រះអង្គបានលះបង់សម្រាប់យើង But from our limited understanding, we say thank you for giving your life, your blood for me, that I can have forgiveness and everything that goes with it. តែព្រះអង្គយើងអរព្រគុណព្រះអង្គសម្រាប់អ្វីដែលព្រះអង្គបានរៀបចំសម្រាប់យើងឲ្យយើងទៅមានមធ្យោបាយមានផ្លូវទទួលការលើកលែងទោសហើយផលដ៏ល្អសម្រាប់ជីវិតរបស់យើងដែលចេញពីការលើកលែងទោសនោះ Thank you, Jesus. Let's take it together. យើងអរព្រគុណទ្រង់សូមទទួលទានជាមួយគ្នា